សម្រាប់ Swiss View ហ្នឹងគឺល្អប្រើដោយសារវាដាក់ភ្លាមវាឡើងភ្លាមបងប្អូនឃើញវីដេអូនេះតែ8បានឡើងបាន8648 view ហើយឥឡូវយើងធ្វើការ refresh បាទនេះគឺបងប្អូនគឺឡើងបាន 33k បងប្អូនតែមួយផ្លែទេគឺ 33k បងប្អូនថ្ងៃនេះគឺខ្ញុំចែកម្លែកបងប្អូនពីរបៀបក្នុងការទៅឡើង view TikTok ហើយខ្ញុំណែនាំបងប្អូនជាមួយនឹងសេវាកម្មថ្មីបាទ service ថ្មីអញ្ចឹងយើងចូលមកកាន់វីដេអូ TikTok របស់យើងមកយើងយកមួយនេះអត់ធតោះន់មកយើងធ្វើការចូលពាក្យថានេះកន្លែងសញ្ញាហ្នឹងហើយយើងចុចពាក្យថា copy link បងប្អូនខ្ញុំចុចពាក្យ copy link បាទ copy link រួចគឺយើងចូលមកកាន់ website KH Booster បងប្អូនវាយពាក្យថា khbooster.com មកតោះមកយើងចូលវីដេអូបាទ view វីដេអូ view ហើយឡើង category នេះគឺយើងយកខាងក្រោមគេផុតបងប្អូននេះ TikTok video view drop 0% working ហើយកន្លែងស្រួយនេះគឺយើងយកមួយនេះមកអញ្ចឹងមកដល់កន្លែងនេះគឺយើងធ្វើការ pass link ចូលដែលបាន copy មិញហ្នឹងតមកកន្លែង quantity នេះគឺយើងដាក់30000មកបាទអញ្ចឹងតា 0.90% ទេ30000បាទ 30k view ដោយសារស្វីនឹងវាល្អបងប្អូនអញ្ចឹងបន្តមកទៀតគឺយើងចុចពាក្យថា submit មកបាទចុច submit មកអូខេតែប៉ុណ្ណឹងគឺវាដំណើរការបងប្អូនយើងមើលឡើងនេះមកវា processing តើតើទៅនឹងការដាក់ប្រាក់គឺយើងចុចពាក្យថា deposit ហើយយើងដាក់ចំនួន$5មកចុច pay now ទៅពេលហ្នឹងវាចេញ QR code របស់បងប្អូនធ្វើការដាក់ប្រាក់ឲ្យបងប្អូនទាំងគ្នាបាទអូខេអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងបាទសូមអរគុណច្រើន